សូមជម្រាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំមកធ្វើការបង្ហាញអំពីទឹកផ្លែភ្នៅចាទឹកផ្លែភ្នៅគឺជួយទៅដល់សុខភាពរបស់យើងជាច្រើនផងដែរចាតើបងប្អូនធ្លាប់បានទទួលទានដែរឬទេថ្ងៃនេះគឺនាងខ្ញុំមកធ្វើការបង្ហាញការដាំទឹកភ្នៅរបស់នាងខ្ញុំចាគឺនាងខ្ញុំបង់ផ្លែភ្នៅក្រៀមចូលទៅក្នុងទឹកដែលនាងខ្ញុំកំពុងដាំមានពណ៌ស្រដៀងនឹងទឹកតែដែរតែបើនិយាយពីរសជាតិគឺផ្អែមឡំឡងជាងទឹកតែយើងធម្មតាចាគឺឆ្ងាញ់ចាហើយជួយទៅដល់សុខភាពផងដែរថ្ងៃនេះគឺនាងខ្ញុំដាំមួយកុំសៀវធំតែម្ដងនៅលើចង្ក្រានធ្យូងដែលនាងខ្ញុំកំពុងតែដាំនេះចាហើយបងប្អូនទាំងអស់គ្នាធ្លាប់បានទទួលទានដែរឬទេសាកល្បងទទួលទានទាំងអស់គ្នាណាដើម្បីទទួលបានសុខភាពល្អទាំងអស់គ្នាចានេះគឺជាផ្លែភ្នៅចាផ្លែភ្នៅរបស់ខ្មែរយើងចាហើយនាងខ្ញុំបងមិនត្រឹមតែផ្លែភ្នៅទេគឺសម្បកដែលសកពីដើមផ្លែភ្នៅហ្នឹងដែលគេហាស្ងួតដូចគ្នាក៏នាងខ្ញុំបងជាមួយនឹងសាច់ផ្លែភ្នៅផងដែរចានៅក្នុងទឹកនៅក្នុងកំសៀវតែមួយនេះផងដែរតើបងប្អូនដឹងទេថាហេតុអ្វីថ្ងៃនេះនាងខ្ញុំបង្ហាញអំពីការដាំទឹកភ្នៅជូនបងប្អូនទស្សនាគឺដោយសារតែប្រហែលថ្ងៃមុននាងខ្ញុំបានអានអត្ថបទដែលតាក់ទងជាមួយនឹងផ្លែភ្នៅជួយទៅដល់សុខភាពជាច្រើនយ៉ាងចាគឺអត្ថប្រយោជន៍របស់ផ្លែភ្នៅថ្ងៃនេះគឺនាងខ្ញុំមកដាំទឹកភ្នៅទទួលទានដើម្បីទទួលបានសុខភាពល្អបើសិនជាបងប្អូនមិនទាន់បានទទួលទានទឹកភ្នៅទេបងប្អូនអាចសាកល្បងទទួលទានទឹកភ្នៅដោយដាំទឹកឲ្យពុះរួចបង់ផ្លែភ្នៅក្រៀមចូលដូចនាងខ្ញុំអញ្ចឹងទុកមួយពុះរួចបងប្អូនលើកចេញចាដើម្បីទទួលបានសុខភាពល្អទាំងអស់គ្នាណាបើសិនជាបងប្អូនចាប់អារម្មណ៍ចាអរគុណច្រើនសម្រាប់ការចូលមកស្ដាប់នាងខ្ញុំអានអត្ថបទសុខភាពឬក៏អត្ថបទនានាចាសូមអរគុណចំពោះការតាមដានស្ដាប់របស់បងប្អូនទាំងអស់គ្នាសូមជូនពរបងប្អូនទាំងអស់គ្នាក្នុងឱកាសចូលឆ្នាំថ្មីនេះជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានសូមឲ្យបងប្អូនប្រកបរបរអ្វីសូមប្រកបតាមសេចក្តីប្រាថ្នាសូមជូនពរបងប្អូនទាំងអស់គ្នាជួបប្រទះតែអាយុវណ្ណៈសុខៈពលៈកុំបីឃ្លានឃ្លាតឡើយណាសូមអរគុណសូមជម្រាបលាបាយបាយ